សួស្តីបងប្អូនអតិថិជនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមើលលំហាត់គំរូមួយទៀតតកតងទៅនឹងភាពជាប់នៃអនុគមណាបាទអញ្ចឹងយើងមើលលំហាត់គំរូ2គេមានអនុគម s នៃ x ស្មើ x ការ៉េដក4លើ x ដក2ករណី x ខុសពី2មួយទៀត f(x) យើងស្មើ4ករណី x ស្មើ2អញ្ចឹងឃើញកន្លែងនេះមានធំជាងឬក៏តូចជាងអីទេអត់ឃើញទេមានតែសញ្ញាខុស2ហើយនឹងស្មើឬក៏ផ្ទុយហើយនឹងស្មើអញ្ចឹងគេឲ្យយើងបង្ហាញថា f យើងជាប់ត្រង់ x ស្មើ2អញ្ចឹងលក្ខខណ្ឌយើងគឺយើងមិនបាច់រក limit ឆ្វេងស្ដាំទេយើងគ្រាន់តែរក limit ត្រង់ x ស្មើ2រក s នៃ2ប្រៀបធៀបគ្នាតើវាស្មើឬក៏អត់យើងនឹងឃើញថាវាជាប់ឬក៏មិនជាប់ហើយឥឡូវយើងមើលត្រង់ x ស្មើ2យកពីត្រង់ x ស្មើ2 s នៃ x យើងស្មើប៉ុន្មាននេះស្មើ4អញ្ចឹងវាដាក់ថា s នៃ2ស្មើ4នឹងកំណត់ឬក៏មិនកំណត់ហើយអញ្ចឹងយើងគេដាក់ថា s នៃ x កំណត់ត្រង់ x ស្មើ2ហើយ s នៃ2ស្មើ4ក៏ប៉ិតអានេះមិនបាច់បញ្ជាក់ក៏បានដែរដាក់គេមាន s នៃ2ស្មើ4យកតែម្ដងក៏បានដែរអូខេ limit ត្រង់ x ស្មើ2នៃ f(x) អញ្ចឹងរក limit វានេះយើងយកអនុគម f(x) យើងស្មើកន្លែងនេះណាបាទអញ្ចឹង x limit x ខិតជិត2នៃ f(x) យើងគឺ x ការ៉េដក4លើ x ដក2អានេះយើងប្រើរូបមន្តបានអីគេ x ការ៉េដក4វាស្មើ x ដក2កតា x បូក2ដល់ពេលចែកនឹង x ដក2 x ដក2យើងសម្រួលចោលទៅសល់អីគេសល់តែ x បូក2បានគេដាក់អញ្ចឹងx ខិតជិត2ជំនួស2ចូល2បូក2បាន4ណា4ហ្នឹងគេមិញ s នៃ2អញ្ចឹងគេដាក់វាស្មើ s នៃ2អញ្ចឹងមានលក្ខខណ្ឌទី1នេះស្មើគ្នាអាពីរនេះស្មើគ្នាអញ្ចឹងបានន័យថាវាជាប់ត្រង់ x ស្មើ2អូខេយើងក៏លេខមើលអនុគមយើងត្រង់ x ស្មើ2 x ស្មើ2នេះ y យើងស្មើប៉ុន្មាន4អញ្ចឹងកន្លែងនេះយើងដាក់មូលមកមានប្រហោងទេកន្លែងហ្នឹងណាបាទហើយអាបន្ទាត់នេះបន្ទាត់បៃតងនេះគឺជាក្រាបនៃអនុគមនេះពេលយើងសម្រួលទៅយើងបាន x បូក2ទៅយើងឲ្យតម្លៃទៅយើងបានបន្ទាត់ហ្នឹងឥឡូវយើងសង្កេតមើលតាមរូបវិញតើមានកន្លែងណាដាច់ឬអត់បន្ទាត់យើងនេះគូទៅរហូតវាមានជាប់ជានិច្ចកន្លែងនេះអត់ទេកន្លែងនេះវាមូលហ្នឹងមូលក្រហមមិនមែនប្រហោងទេអញ្ចឹងអនុគមយើងគឺវាជាប់ជានិច្ចហ្នឹងហើយបាទអូខេអញ្ចឹងវីដេអូនេះយើងមានតែប៉ុណ្្នឹងឯងលំហាត់គំរូបើសិនជាបងប្អូនមានចម្ងល់អីអាច comment ខាងក្រោមនឹងវីដេអូហ្នឹងបានយើងជួបគ្នានឹងវីដេអូក្រោយទៀតបាយបាយ